vì đó muốn miền kia dương còn comment chui tour animation logo bảo con vì khang MVP planners nhưng mà mưa logo bảo con hay ấy tiệt tông từ năng kia bảo pon plương bảo pon tắc ởยังไงเนี่ยnhưng mà draft storyboard ដូចបង្ហាញនៅក្នុង screen ហ្នឹងហើយព្រៀងទេនៅក្នុង storyboard ហ្នឹងហើយខ្ញុំនឹងធ្វើ animation follow តាម storyboard ហ្នឹងហើយចាំមើលថាលទ្ធផលយ៉ាងណាចាំមើលទាំងអស់គ្នាតោះអញ្ចឹងយើងមាន logo របស់គាត់តែអានេះខ្ញុំ download ពី page របស់គាត់មកទេហើយវាមិនសូវច្បាស់ប៉ុន្តែខ្ញុំកែបន្ថែមមួយចំនួនដើម្បីឲ្យវាមើលទៅរៀងច្បាស់ជាងមុនអញ្ចឹងណាខ្ញុំគិតថាប៉ុណ្្នេះទទួលយកបានហើយខ្ញុំយក logo មួយហ្នឹងទៅ trace នៅក្នុង Illustrator ដើម្បីឲ្យបានជា shape ជា path អញ្ចឹងណាចឹងខ្ញុំ trace ហើយខ្ញុំអត់បង្ហាញក្នុងវីដេអូហ្នឹងទេព្រោះវាវែងពេកនឹងខ្ញុំបើសិនតើអ្នកចង់ដឹងពីរបៀប trace ហ្នឹងហើយធ្វើរបៀបមកចាំ comment នៅខាងក្រោមហ្នឹងមកខ្ញុំចេញជាវីដេអូផ្សេងដើម្បីមកវីដេអូនេះវែងពេកអញ្ចឹងវីដេអូនេះបដោតទៅលើការធ្វើ animation ទៅលើ logo ហ្នឹងអញ្ចឹងណាបាទចឹងខ្ញុំ trace ហើយខ្ញុំ copy វាចូលមកក្នុងPowerPoint អញ្ចឹងការ copy element ផ្សេងៗពី Illustrator មកដាក់នៅក្នុង PowerPoint ដំបូងគឺវា paste មកជា object ជាប្រភេទ file object អញ្ចឹងអ្វីដែលត្រូវធ្វើដំបូងហ្នឹងគឺយើងត្រូវ convert វាទៅជា shape ជាមុនសិនដែលឡើយខ្ញុំ convert ហើយបើសិនតើអ្នកចង់ដឹងពីរបៀប convert ហ្នឹងអាចទៅមើលនៅវីដេអូមុនខ្ញុំបានបង្ហាញហើយអញ្ចឹងអានេះខ្ញុំកាត់មកដល់កន្លែងដែលទៅធ្វើត្មងអញ្ចឹងណាកុំឲ្យវីដេអូហ្នឹងវាយូរពេកហ្នឹងហើយអូខេហើយខ្ញុំដាក់វាចូលមកក្នុង PowerPoint ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ថែមហ្នឹងខ្ញុំបានបំបែកផ្នែកខាងលើនៃអក្សរ ME នេះអក្សរ ME ហ្នឹងគឺខ្ញុំបំបែកផ្នែកនៃ table ហ្នឹងព្រោះដោយសារខ្ញុំ plan ហើយថាខ្ញុំត្រូវធ្វើ animation ហ្នឹងរបៀបម៉េចអញ្ចឹងណាអញ្ចឹង table ហ្នឹងគឺខ្ញុំត្រូវបំបែកវាឲ្យវាចេញជាផ្នែកបត់ចេញមកជា animation អញ្ចឹងណាហើយខ្ញុំបំបែកហើយខ្ញុំបាន rename ឈ្មោះ element នៅក្នុងហ្នឹងទាំងអស់រួចរាល់ហើយហ្នឹងហើយអញ្ចឹងការ rename ឈ្មោះនៅក្នុងហ្នឹងដូចខ្ញុំនិយាយដែរគឺដើម្បីឲ្យយើងស្រួលចំណាំហើយយើងស្រួលធ្វើ animation ពី slide មួយទៅ slide មួយកុំឲ្យច្រឡំshape ที่យើងប្រើហ្នឹងហើយអញ្ចឹងជំហានដំបូងខ្ញុំនឹងធ្វើ animation ដំណាក់កាលដំបូងគឺការបង្ហាញរង្វង់មួយដែលវា move ពីចុងខាងក្រោមខាងឆ្វេងនេះមកជុំមកដល់ខាងស្ដាំហើយរត់ឡើងមកកណ្ដាលឡើងទៅលើចេញកំទេចកំទី spike ចេញមកអញ្ចឹងណាអញ្ចឹង slide នេះខ្ញុំ keep វានៅដដែលខ្ញុំទុកវានៅទៅនឹងដដែលខ្ញុំ duplicate វាហើយខ្ញុំ hide slide ហ្នឹងនេះខ្ញុំធ្វើដដែលកន្លងមកគឺរបៀបហ្នឹងព្រោះយើងងាយស្រួលក្នុងការមើលថាតើ final result យើងចេញមកនៅទីតាំងណាខ្លះហើយរបៀបម៉េចហើយយើងងាយស្រួលក្នុងការ copy element ផ្សេងៗយកទៅប្រើនៅក្នុង slide ដែលយើងធ្វើ animation ដូចគ្នាហ្នឹងហើយអញ្ចឹងអានេះខ្ញុំលុបចោលអូខេ line នេះខ្ញុំទាញមកដាក់កណ្ដាលអូខេហើយយើងស្រួលដឹងថាទីតាំងកណ្ដាលនៃ slide របស់យើងគឺកន្លែងណាតទៅមកទៀតខ្ញុំ insert វងមួយមកអូខេវងនេះអាចឲ្យធំតិចក៏បានដែរហ្នឹងហើយធំប៉ុណ្ណឹងហើយខ្ញុំ remove outline វាចេញ fill ពណ៌សចឹង animation ដែលខ្ញុំទៅប្រើទៅលើវងហ្នឹងគឺខ្ញុំប្រើ animation នេះ motion path ហ្នឹងចំនួន motion path ទាំងអស់គ្នាយកណាក៏បានដែរលើកឡើងទៅ line ព្រោះយើងចង់ឲ្យវា move ជា curve ជាកំណោងណាអញ្ចឹងខ្ញុំយក turn បញ្ចេញយក turn ហ្នឹងមកហើយបានខ្ញុំ edit វា edit point វាមកអូខេខ្ញុំខ្វែង point មួយចំនួនខ្ញុំទាញអា point ចុងក្រោយគេថាចង់ឲ្យវាបញ្ចប់នៅកន្លែងណាអូខេខ្ញុំដាក់វានៅកន្លែងហ្នឹងមកប៉ុណ្ណឹងមកហើយ point នៅកណ្ដាលនេះយើងទាញថាឲ្យវាអង្គដល់ណាខ្លះអញ្ចឹងណាអញ្ចឹងឲ្យវាមកក្រោមនេះហើយវានៅនេះមានន័យថាឲ្យវារត់មកស្ដាំនេះហើយចុះមកក្រោមឡើងមកលើចឹងនេះខ្ញុំទាញកតុយវាមកទៅនេះមកឲ្យវាកោងបន្តិចហើយ line នេះវាអត់ស្របគ្នាអញ្ចឹងដើម្បីវាស្របយើងចុច control ហើយ select ចុងវានឹងមកហើយបើទាំងអស់នេះចុចវាប្រវាយស្មើគ្នាต้องចុច shift មួយទៀតអញ្ចឹងខ្ញុំបើចុច shift ខ្ញុំចុចតែ control ទេដើម្បីឲ្យវាស្របគ្នាអូខេហើយអានេះដូចគ្នាខ្ញុំឲ្យទាញវាមកទៅនេះតិចមកអូខេអានេះទាញយ៉ាងមកហើយបើតាមមកក្នុងបន្តិចកុំឲ្យវាផុត frame ពេកអញ្ចឹងប៉ុណ្ណឹងបានអញ្ចឹង
ចឹងខ្ញុំចូលទៅក្នុង animation pen ហើយនេះកែទៅ with previous មកដើម្បីឲ្យវាplay ហ្មងពេលដែលយើងចុចបង្ហាញ slide duration ខ្ញុំថាយកទៅ 0.75 បានហើយអូខេតទៅទៀតយើង double click វាចូលទៅកែ smooth start និង smooth end អញ្ចឹងanimation នេះខ្ញុំចង់ឲ្យ smooth end ធំជាង smooth start yeah play សាប់smooth end ខ្លាំងពេកយើងថយបន្តិចដោយសារថាខ្លាំងពេកវាយឺតជ្រុល smooth start វិញគាត់បាទnó có thể phải đọc lại đó về thời chuyện về điểm đó ok vô từ đầu mình nha và tao mới tiếp nó về được về move mà đó trong ní cái dân từ được bắt nhưng đặc biệt được bắt cái per animation bùng rùm và là string grow and string máu đặc biệt về rùm bắt nó về được về mà đó trong này bây giờ ai per animation frame ដែរប៉ុន្តែវាមើលទៅវាអត់ស្អាតមកធម្មតាហ្នឹងវាបាត់ទាំងទំហំធំយើងចង់ឲ្យវារួមតូចរហូតដល់បាត់ចឹង per animation grow and shrink នេះយ៉ាងតោះនេះចុច add animation កុំចុចនៅកន្លែងនេះព្រោះតែកាលណាយើងចុចកន្លែងនេះគឺវា replace អា animation ចាស់ចឹងខ្ញុំ add animation មានន័យថាវាបន្ថែម animation ទៅលើ object មួយហ្នឹងទៅលើ shape មួយហ្នឹងចឹងនេះខ្ញុំយក with previous ដែរមក duration ខ្ញុំយកដូចគ្នា 0.75យើងកែ smooth start និង smooth end ដូចគ្នាមកអូខេនេះសាក់ play សាក់ចុច shift F5 អូខេកែ size ផងតែយើងកាលណាយើងថា size 150ហ្នឹងបើន័យថាវា rich ធំជាងមុន 150% អញ្ចឹងឲ្យវារួមបាត់អញ្ចឹងខ្ញុំយក 0% វាមកអូខេសាក់ទៀតយ៉ាប៉ុណ្្នឹងស្អាតចឹងពេលដែលវាមកដល់កន្លែងនេះយើងធ្វើ animation បន្ទាប់គឺឲ្យវាផ្ទុះដូចការភ្លើងអញ្ចឹងណាយ៉ាចឹងខ្ញុំ insert shape ថ្មីមួយមកខ្ញុំយក triangle មកអូខេ triangle ប៉ុណ្ណឹងខ្ញុំអត់ប្រើ outline ទេខ្ញុំយកវាពណ៌ខៀវអូខេពណ៌ខៀវហើយខ្ញុំបង្វិលវាបន្តិចមកអូខេអញ្ចឹងធ្វើ animation ហ្នឹងធ្វើស្តៀងគ្នាទៅនឹងអំបងមែនទេគឺខ្ញុំបន្ថែមខ្ញុំដាក់ animation motion path ឲ្យវាហើយខ្ញុំកែ path វាហ្នឹងមកខាងចុងយ៉ាងនេះខ្ញុំក៏ថាយក line មកក៏បានដែរយើងកុំឲ្យពិបាកធ្វើស្មុគស្មាញច្រើនអញ្ចឹងណាអញ្ចឹងយើងយក animation line មកអូខេយើងទាញ line វាមកចំបន្ទាត់វានេះស្មើអញ្ចឹងមកអូខេខ្ញុំបន្ថយ duration វាបន្តិចយកទៅ 0.25 បានហើយវាលឿនខ្ញុំយក with previous ដូចគ្នាហើយខ្ញុំបន្ថែម animation grow and shrink ដូចគ្នា 0.25 duration with previous size វាដាក់ទៅ 0% ដូចគ្នាអូខេ duration វាកណ្ដាល50 មកអូខេសាក់ play អូខេទាំងអស់គ្នាអាចដាក់ line ឲ្យវាកោងក៏បានដែរអាស្រ័យលើទាំងអស់គ្នាចង់ឲ្យវាឃើញរបៀបមិនអញ្ចឹងណាអញ្ចឹងបើឲ្យកោងទាំងអស់គ្នាទៅ edit curve ហ្នឹងឲ្យវាកោងទៅហើយអាចថែម animation spin ទៅឲ្យវាបន្តិចទៅដើម្បីឲ្យវាឃើញnatural បែបមើលទៅដូចវាខ្ទាតបែបដូចធម្មជាតិអញ្ចឹងណាអញ្ចឹងតែសម្រាប់ថងទេយើងអត់ចាំបាច់ spin វាព្រោះវាអត់ move ជា curve ជាកំណោងអញ្ចឹងខ្ញុំ duplicate element ហ្នឹងមកខ្ញុំគ្រាន់តែកែ path វានេះឲ្យទៅតាម angle ដែលវាទៅខ្ទាតចេញអញ្ចឹងទៅខ្ញុំដាក់3អញ្ចឹងមកអូខេញ៉ៃដាក់ឆ្ងាយតិចទៅក៏បានដែរអូខេហើយខ្ញុំដាក់ delay វាបន្តិចព្រោះវាទៅផ្ទុះនៅពេលដែលកំពុងយើងមកដល់ម្ដុំកន្លែងនេះមកដល់ម្ដុំកណ្ដាល slide យើងណាអញ្ចឹងវាអាចនៅចុងក្រោយបន្តិច
mình đang trong animation over 2 này nhưngយើង increase delay តិចយើងសាក់ play វាអូខេអញ្ចឹងមួយទៀតទាំងអស់គ្នាត្រូវថែម animation fade ទៅឲ្យវាព្រោះកាលណាអត់ដាក់ fade យើងឃើញវា hole នៅនឹងជាប់មិនន័យថាវាអត់ appear ចេញមកអត់ reveal ចេញមកនៅពេលដែលអំពងហត់មកដល់កណ្ដាលនេះហ្នឹងវាជាប់ hole ហើយបានវា play animation movement អញ្ចឹងវាចម្លែកហ្នឹងយើងដាក់ fade មកយ៉ាចឹង fade ហ្នឹងយកវា previous ដូចគ្នាហើយខ្ញុំដាក់ទៅខាងលើនេះ delay បន្តិចមក duration 25ដូចគ្នាសាក់ play មកទៀតអូខេយើងថែម delay តិចមកต้องยืดតែវា 0.6 វិញណាអូខេប៉ុណ្ណេះសាអូខេចា៎នេះយើងហើយមក stage ហើយដល់ stage បន្ទាប់ប្លង់បន្ទាប់ហ្នឹងយើង reveal element ទាំង3យើងនេះ MEP ចឹងដើម្បី reveal អាហ្នឹងខ្ញុំ copy element ហ្នឹងមកអូខេយើង reveal អក្សរ MEP ហ្នឹងក៏ប៉ុន្តែអក្សរ MEP ហ្នឹងវាអត់មានផ្នែកខាងក្នុងវាទេបើន័យថាវា fill ពេញទាំងអស់ដោយពណ៌សអញ្ចឹងណាហើយបើយើង reveal អក្សរផ្នែកខាងក្នុងនេះដែលត្រូវចោះខាងក្នុងអក្សរហ្នឹងឲ្យវាចេញមកអញ្ចឹងជា animation បន្ទាប់អញ្ចឹងដើម្បីយើងធ្វើទៅដល់ animation បន្ទាប់ហ្នឹងគឺយើងត្រូវបង្កើត element ផ្សេងៗដើម្បីបាំងផ្នែកដែលចំហនៅក្នុងអក្សរហ្នឹងសិនហើយស្រួលយើងធ្វើទៅ animation បន្ទាប់អញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវបាំងហ្នឹងទី1អក្សរ M យើងបាំងផ្ទៃខាងក្នុងនេះអញ្ចឹងខ្ញុំបាំងវាទីមកទៅតាម shape ដែលយើងចង់បានអញ្ចឹងណាខ្ញុំបាំងយ៉ាងមកអូខេហើយខ្ញុំយក outline នៅ outline ហើយខ្ញុំយកពណ៌សនេះយ៉ាហើយខ្ញុំចូលទៅកែឈ្មោះវាហើយខ្ញុំដាក់ថា M filler អូខេហើយខ្ញុំដាក់វានៅពីក្រោយអក្សរ M អូខេបន្ទាប់មកទៀតអក្សរ E អញ្ចឹង E ខ្ញុំគូ rectangle មកអូខេខ្ញុំយកពណ៌សដូចគ្នាអូខេខ្ញុំ duplicate វាមកយ៉ាខ្ញុំ fill វាបានអញ្ចឹងfill នៅខាងលើខ្ញុំដាក់ថា E filler 1ក្រោយខ្ញុំដាក់ថា E filler 2អូខេដល់មក filler នៅក្នុងSOP យ៉ា SOP អញ្ចឹងខ្ញុំកាត់ filler នេះមួយអញ្ចឹង fill ខ្ញុំបែកជា3ផ្នែកដើម្បី fill នៅខាងក្នុងហ្នឹងណាអញ្ចឹងអានេះខ្ញុំយកដូចគ្នាហើយខ្ញុំកែដាក់ P filler 1បន្តមកទៀតខ្ញុំកើត filler មកផ្នែកទៀតចេះមកត្រង់នេះអាច hold shift ដើម្បីឲ្យបន្ទាត់នឹងវាត្រង់មកដល់វាអត់ត្រង់អញ្ចឹងត្រង់ចុច shift មកវាមកត្រង់ហើយទៅម៉ៅមកវាចូលទៅឆ្វេងទៅស្ដាំមកហើយអូខេមួយសាចុងវាអត់ចំបន្ទាត់ត្រង់អញ្ចឹងដល់ពេលយើង click មកវាទៅជាប្រឆាត់ប៉ុន្តែអត់អីมันជាបញ្ហាទេនៅកន្លែងហ្នឹងយកពណ៌ដូចគ្នាអូខេខ្ញុំកើវាចុះទីមកហើយខ្ញុំដាក់ឈ្មោះវាថា P filler 2ចុង filler ចុងក្រោយខាងក្រោមនេះដាក់យ៉ាងមកយើង hold shift ចឹងវាត្រង់ហើយខ្ញុំកើវាស្មើមកអូខេអូខេស្មើអានេះខ្ញុំដាក់ឈ្មោះវាថា P filler 3ចឹង P filler យើងយកមកដាក់ពីក្រោយអក្សរ P E filler ដាក់ពីក្រោយអក្សរ E អូខេរៀងវាដូចស្តៀងទៅនឹង building អាគារព្រោះ logo គាត់នេះ relate ទៅនឹងរឿងអាគារហ្នឹងដែរអញ្ចឹងណា MEP ហ្នឹងចឹងតើតងប្រព័ន្ធភ្លើងប្រព័ន្ធបណ្ដាញទឹកអីអាគារហ្នឹងអញ្ចឹងយើងធ្វើ animation អញ្ចឹងមកហើយវាបង្ហាញថាវា relate ទៅនឹង
subject របស់គាត់ដែរហ្នឹងហើយអញ្ចឹងដើម្បី reveal អក្សរទាំង3ហ្នឹងខ្ញុំបង្កើតផ្ទាំងមួយដើម្បីបាំងពីក្រោយអក្សរហ្នឹងហើយពីមុខអក្សរហ្នឹងអញ្ចឹងខ្ញុំបង្កើតផ្ទាំងមួយហ្នឹងមកដាក់វាចំកណ្ដាលនេះខ្ញុំប្រើ shortcut ហ្នឹងហើយ shortcut ដើម្បី align វាចំកណ្ដាល horizontal ហ្នឹងគឺយើងចុច Alt H G A C ពួកវាច្រើននៅក្នុង PowerPoint ខ្ញុំប្រើ shortcut អញ្ចឹងវាលឿនយើងជាងចុចហ្នឹងហើយអញ្ចឹងផ្ទាំងហ្នឹងខ្ញុំបិទ outline ហើយខ្ញុំយកពណ៌ឲ្យដូច background អូខេហើយខ្ញុំដាក់ឈ្មោះវាថា MEP header អញ្ចឹងទៅអូខេផ្ទាំងហ្នឹងទៅនៅពីលើអក្សរទាំងអស់ហ្នឹង element ទាំងអស់មិញណាហើយខ្ញុំដាក់ color វា no fill សិនដើម្បីយើងសួរធ្វើការ element ទាំង3នេះនៅខាងក្រោយវាអញ្ចឹងខ្ញុំទាញវាមកដាក់ខាងក្រោមមកហើយខ្ញុំបើក outline វិញបន្តិចសម្រាប់បាំងពីមុខអក្សរហ្នឹងណាខ្ញុំដាក់ outline មកឲ្យដឹងថាវានៅត្រង់ណាអូខេយើងដាក់វាអញ្ចឹងទៅយើងស្រួលមើលហើយយើងស្រួលចុចលើ element ខាងក្រោយវាដែរហើយនៅពេលយើងធ្វើចប់ហើយចាំយើងដាក់ពណ៌វាទៅដូច background វិញអញ្ចឹង animation ឡើងហ្នឹងគឺយើងប្រើ animation line motion pass យើងយក line មកហើយយក do option ទៅ up វិញមកហើយយើងចុចលើ path វានេះហើយយើងទាញវាទៅដល់កន្លែងដែលយើងចង់បានតែហ្នឹងអញ្ចឹងទៅណាអូខេប៉ុណ្ណឹងមកហើយនេះខ្ញុំយក after previous បានន័យថាឲ្យ animation អំពងពណ៌សហ្នឹងមិនចប់ចាំវាបង្ហាញយក direction ខ្ញុំគាត់ថាយក with previous ត្រូវជាងព្រោះវាអត់ចាំបាច់ចប់ទេវាទៅចេញនៅពេលដែល spike នឹងចេញមកដែរគេខ្ញុំបន្ថយ direction បន្តិចមក 0.25 ទៅ 0.5 ទៅហើយខ្ញុំកែ option វាខ្ញុំយក bound end បន្តិចអូខេចាំមកស្អាតបានប៉ុណ្្នឹងហើយខ្ញុំ pan animation ហ្នឹងទៅដាក់ element នៅខាងក្នុងហ្នឹងអូខេ double click មកដើម្បីឲ្យវា pan ទាំងអស់អូខេយើងសួរចុច pan element ទាំងអស់អញ្ចឹងណាយើងអត់ចាំបាច់ទៅចុចប៊ូតុង animation pan នេះរហូតអូខេហើយតមកវានឹងជាប់សញ្ញា pan នៅមកយើងចុច escape មកវាបាត់ហើយអូខេយើងសាក play វាសាកមើលទុំយឺតdelay យើងយកទៅ 0.4 បានហើយលើកពេក 0.5 វិញអូខេឲ្យ delay វាលឿនជាងនឹងតិចមកអូខេប៉ុណ្ណឹងស្អាតល្មមអូខេក៏ប៉ុន្តែវាចេញមកស្របគ្នាពេកខ្ញុំចង់ឲ្យវាចេញមកប្រដាក់គ្នាអញ្ចឹងណាចឹងខ្ញុំចង់ឲ្យ P filler នេះចេញមកមុនP filler SOP នេះចេញមកមុនតមកអក្សរ M ហ្នឹងចេញមកទំយឺតជាងបន្តិចអក្សរ M ចឹងខ្ញុំតម្លើង duration វាតម្លើង delay វាឲ្យយូរជាងហ្នឹងមក 0.6 បន្ទាប់មក E នេះចេញមកក្រោយគេចឹងខ្ញុំឲ្យ E នេះ 0.7 ទៅអូខេយើងសាក play តាមហ្នឹងយ៉ាប៉ុណ្ណឹងបានហើយយើងកែ color element វិញនេះមកដាក់ពណ៌ background យើងមក outline បិទចោលវិញអូខេប៉ុណ្ណឹងមកទាំងអស់គ្នាឃើញវា reveal ចេញមកហើយយកបំពង់ទៅដាក់ពីលើគេវិញ over នេះដាក់ពីលើគេវិញកុំឲ្យបាំងអាប្រអប់ពណ៌ background ហ្នឹងហើយបន្តមកទៀត animation ដែលយើងត្រូវធ្វើហ្នឹងគឺត្រូវបង្ហាញផ្ទៃខាងក្នុងនៃអក្សរ MEP ហ្នឹងហើយប្រហោងនៅខាងក្នុងហ្នឹងហើយបង្ហាញដំបូលខាងលើអូខេអញ្ចឹងដើម្បីធ្វើ animation ហ្នឹងគឺស្រួលទេ
ហើយខ្ញុំ duplicate slide មួយនេះដើម្បីឲ្យបាន element នៅក្នុង slide ទាំងអស់ចឹងណាហើយខ្ញុំលុប element វងនេះចោលដើម្បីនេះគឺលុបដែរព្រោះយើងលែងត្រូវការព្រោះ element ទាំងអស់ហ្នឹងត្រូវ hide ទាំងអស់នៅ animation ហ្នឹងហើយខ្ញុំកិល element លុបនេះចោលដែរកិល element ទាំងអស់នេះមកទីតាំងចុងបញ្ចប់ទីតាំងរបៀបបង្ហាញហ្នឹងណាចឹងនេះវាបង្ហាញដំណើរមកអូខេខ្ញុំទាញនេះចុងវាអូខេចឹងខ្ញុំទាញអានោះមកដាក់កន្លែងហ្នឹងមកព្រោះនៅ slide នេះគឺវា animate ចុងបញ្ចប់វាបង្ហាញនៅតាមផ្នែកខាងក្រោមនេះសោះគឺតាមអត់ទាន់មិញដែរចឹងអានេះយើងទៅទាញមកដាក់កន្លែងហ្នឹងដូចគ្នាចឹងដាក់តំណឹងហើយខ្ញុំលុប animation នេះចោលទាំងអស់អូខេខ្ញុំយក hider នេះមកដាក់តំណឹងវិញអូខេ hider ក៏ឡើងលើតិចមកអូខេហើយខ្ញុំទាញ element នេះចុះមកក្រោមនេះអូខេហើយនេះត្រូវមាន hider មួយដែរអក្សរ e នេះដើម្បីវា hide អាផ្ទាំងពណ៌សនេះមកខាងគៀននេះខ្ញុំបង្កើត element មួយមកអូខេខ្ញុំដាក់ពណ៌ដូចគ្នាទៅនឹងbackground យើងអូខេហើយខ្ញុំ rename វាដាក់ថា e hider អូខេ e hider ហ្នឹងត្រូវនៅក្នុង slide នេះដូចគ្នាអូខេវាត្រូវនៅពីលើអក្សរ e អូខេអានេះត្រូវនៅពីលើអក្សរ e ដូចគ្នាអូខេតោះមកយើងទាញប្រអប់នេះទៅលាក់នៅខាងក្រោយហ្នឹងអូខេហើយនេះយើងទាញវាចុះមកក្រោមហើយយើងពង្រួមវាតិចមកហើយយើងទាញវាមកខាងស្ដាំលាក់នៅខាងនេះហើយនេះយើងទាញមកក្រោមនេះគ្នាអូខេបន្តមកទៀតយើងដាក់ morph transition ទៅឲ្យវានៅក្នុង slide ហ្នឹងណាយើងចូល transition មកយើង select morph ហើយនេះខ្ញុំ select morph ហើយខ្ញុំដាក់ duration វា 0.75 យើងសាក play សាកមើលអូខេចឹងនេះវាត្រង់ចម្លែកតិចនៅកន្លែងនេះ P filler 2 P filler 2អូខេចាំមកអូខេOkay. វានៅឃើញកតុយបាំងអត់អស់នៅខាងក្រោមនេះអូខេបាំងអត់អស់នៅខាងក្រោមហ្នឹងអញ្ចឹងខ្ញុំ copy នេះមកវិញដាក់ slide នេះខ្ញុំ remove ចោលចេះវិញខ្ញុំកិលឡើងតិចនេះដូចគ្នាលុបចោលលេងឃើញកតុយហូបហើយហើយអក្សរ E ឃើញកតុយនៅកន្លែងនេះអញ្ចឹងយើងក៏វាចូលទៅទៀតប៉ុណ្ណឹងនេះដូចគ្នាលុបចោលយើង paste វាចូលមក slide ទី1វិញឃើញស្អាតជាងមុននេះវាឡើងឃើញសល់កតុយផ្នែកខាងក្រោមនេះហើយនឹងខាង
ខាងស្ដាំដៃអក្សរ E នេះអូខេតែសូពីនេះអត់ទាន់ស្អាតចឹងនេះយើងអាច adjust shape វានឹងយ៉ាងណាយើងអាច adjust shape នឹងវាឲ្យវាedit point អូខេអូខេfillet 2 វិញក៏จะផងទីណាអូខេឃើញ better ជាងមុនញ៉ាអញ្ចឹងខ្ញុំយកប៉ុណ្ណឹងទៅហើយនៅពេលដែលវា reveal ហ្នឹងគឺយើងត្រូវ reveal ដបូលខាងលើនេះដែរអញ្ចឹងខ្ញុំ copy element នេះមកកើនេះមកអូខេ copy element នេះមកយកមកដាក់នៅក្នុង slide នេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺបង្កើតផ្ទាំងដើម្បីបាំងដបូលហ្នឹងចឹងខ្ញុំបង្កើតផ្ទាំងមួយមកអូខេបែបហ្នឹងផ្ទាំងទៅមកអូខេអានេះខ្ញុំបាំងផ្នែកខាងលើហើយផ្នែកកណ្ដាលខ្ញុំបាំងមួយទៀតចឹងខ្ញុំ create shape មួយទៀតមកបាំងកណ្ដាលនេះអូខេចឹងកណ្ដាលនេះខ្ញុំ rename វាដាក់ថា roof ហើយលើចឹងទៅដល់នេះខ្ញុំដាក់ថា roof left and right ហើយទៅតែកែដាក់ឈ្មោះតាមបងប្អូនគ្នាចង់ដាក់ហើយនេះខ្ញុំដាក់តែខ្ញុំនឹកឃើញហ្នឹងវាប្រកាន់តែដាក់ឈ្មោះអីទេហ្នឹងអញ្ចឹងចង់ឲ្យដាក់ឈ្មោះអីក៏បានដែរហើយនេះខ្ញុំនឹកឃើញឈ្មោះនេះដាក់ឈ្មោះហ្នឹងអញ្ចឹងទៅហើយនេះ outline ខ្ញុំចូលដូចគ្នាតោះមកខ្ញុំ select element ទាំងអស់ហ្នឹងទៅដាក់ខាងក្រោយកុំឲ្យវាបាំងអក្សរ MEP ហ្នឹងហើយអូខេបានប៉ុណ្្នឹងហើយអានេះខ្ញុំកែវាពណ៌ background តែវាដាក់ទៅពណ៌ background ហើយខ្ញុំ copy element ទាំងអស់ហ្នឹងដាក់ slide នេះអូខេហើយខ្ញុំដាក់ពីក្រោយគេដូចគ្នាតោះមកខ្ញុំទាញ element ទាំងអស់ហ្នឹងយកទៅខ្ញុំដាក់នៅពីលើ triangle ទៅដើម្បីសូមមើលសិនអូខេទាញ element ហ្នឹងលាក់អញ្ចឹងមកអានេះខ្ញុំបង្រួមវាតិចទៅខ្ញុំបង្វិលវាតិចមកហើយយកវាទៅលាក់ដូចគ្នាអានេះបង្រួមដែរបង្វិលបន្តិចយកទៅលាក់ដូចគ្នាអូខេមកចាំទាញមកដាក់ខាងក្រោយនេះអូខេអញ្ចឹងនៅពេលដែលយើង play animation វានឹងចេញចែកហ៎វា reveal មកដែរយ៉ាអូខេប៉ុណ្ណឹងខ្ញុំទទួលយកបានហើយតមកទៀត animation បន្ទាប់គឺយើងបង្ហាញនេះបន្ទាប់នេះអញ្ចឹងបន្ទាប់ហ្នឹងខ្ញុំចាត់ទុកវាថាជាខ្សែភ្លើងទៅអញ្ចឹងខ្ញុំដាក់វានៅក្នុង slide នេះហើយខ្ញុំដាក់ animation web នេះ animation web ហ្នឹងមកនេះដាក់ហើយអញ្ចឹងanimation web ហ្នឹងហើយខ្ញុំដូរ option ពីលើមកក្រោមដូរ option ពីលើមកក្រោមហើយខ្ញុំដូរដាក់ with previous មកអូខេ with previous play ចាំនេះអញ្ចឹងនៅពេលដែលខ្សែភ្លើងហ្នឹងវារត់មកដល់ចុងនេះខ្ញុំបង្ហាញអក្សរ MEP
ប៉ុន្តែការបង្ហាញស MEP ហ្នឹងខ្ញុំបង្ហាញឲ្យវា flick បើនេះវា load ផ្លែត blink ដូចអំពូលចឹងទៅអំពូលពួកបើកូនជុកអញ្ចឹងទៅពេលយើងបើកទៅវានៅ load ផ្លែតចឹងទៅដើម្បីឲ្យមើលទៅ feel like យើង connect ខ្សែនេះមកភ្លឺពូលអូខេអញ្ចឹងដើម្បីប្រើ animation ហ្នឹងគឺខ្ញុំទីមុនកែអសទាំងអស់នេះ MEP នេះទៅពណ៌ដូច background សិនដើម្បីលាក់វាមកឃើញដំបូងអូខេបន្ទាប់មកខ្ញុំ select អស planner នេះហើយplanner នេះខ្ញុំ apply animation fill color ដែរវាអូខេ fill color ខ្ញុំដូរ effect option នេះទៅដាក់ពណ៌សវា fill ពណ៌សយ៉ាចេញប៉ុណ្ណឹងខ្ញុំកែអានេះទៅ with previous animation ហ្នឹងហើយខ្ញុំបន្ថយ duration វាឲ្យលឿនចឹងយក 0.05 នេះក៏ 0.1 បានដែរតើមកកែ option វាដាក់ auto reverse អូខេហើយខ្ញុំយក repeat 2 ដងបើនេះថាវា fill សហើយវាបដូរទៅពណ៌ដើមវិញហើយវាត្រឡប់មកសវិញ2ដងយ៉ាអូខេទាំងនេះគឺវិញឃើញវា blink ដូចពូលផ្លែតចឹងណាបន្តមកទៀតយើង add animation ហ្នឹងដដែលឲ្យវា fill ហ្នឹងហើយមកតង់ទៀតឲ្យវាតែម្ដងហ្នឹងខ្ញុំដាក់ duration ឲ្យវាទង់យូរជាងយើងយក 0.25 មកហើយខ្ញុំយក with previous នេះគ្នាហើយ after ខ្ញុំទៅយក with previous ណានេះថ្លៃ duration វានេះចេញសាក់ play សាក់ណាអានេះខ្ញុំដូរទៅពណ៌សដែរហើយអានេះយើងត្រូវដាក់ delay ឲ្យវាដែរផ្លែត2ដងដំបូងហ្នឹងព្រោះឲ្យវាចេញចឹងទៅពេលដែរខ្សែនេះវាមកដល់ចុងនេះអញ្ចឹងបើដាក់ delay បានខ្ញុំយក after previous ទៅបើថា play animation whip ខ្សែនេះចេញចប់ហើយចាំយើង play animation ផ្លែតហ្នឹងអូខេប៉ុណ្ណឹងបានហើយខ្ញុំ pan animation ពីអស planner ហ្នឹងទៅដាក់អសពីផ្សេងទៀតអញ្ចឹងខ្ញុំយក animation pan នេះមកsorry ហើយខ្ញុំកែពីនេះទៅពណ៌ផ្សេងចឹងចូលមើលតែដាក់ពណ៌ហ្នឹងបើមើលនឹងវានៅកន្លែងណាអញ្ចឹងselect នេះមកយក planner យើងហ្នឹងចុច animation pan នេះមក pan មកអសហ្នឹងអូខេយើង pan ហើយចាំយើងកែពណ៌វាទៅពណ៌ background វិញអូខេហើយខ្ញុំយក with previous តែកាលណាយើងអត់យក with previous វានៅជាប់after previous ចេះវា play ទៅចេញដងមួយហើយអញ្ចឹងខ្ញុំយក with previous ទៅអូខេទៅវាមកសូន5ដែរអូខេហើយ delay វាស្មើគ្នាចឹងមកវាចេញឡងទាំងអស់ប៉ុន្តែខ្ញុំចង់ឲ្យវា flick មុនក្រោយគ្នាបន្តិចតួចចឹងណាអញ្ចឹងខ្ញុំឲ្យវាចេញអក្សរ P មុនហើយខ្ញុំចេញអក្សរ MEP ឲ្យយឺតជាងអក្សរ P ហ្នឹងបន្តិចអញ្ចឹងខ្ញុំថែម delay នេះ 0.1 ហ្នឹងមកនេះយើងទៅឡើងមួយដែរអញ្ចឹង 0.6 តោះមកចេញអា dot នៅកណ្ដាលនេះចុចនៅកណ្ដាលហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំដាក់ delay វា 0.2 មកអានេះទៅឡើង2ដែរទៅជា 0.7 អូខេគឺផ្លែតបដិញនេះអូខេអញ្ចឹងយើងសាក់ play ពីណាមកមើលអូខេអូខេ slide នេះយើងយកអានេះដាក់ពីលើគេដំបងបសពីយើងកែនេះផ្លេចយកវាមកដាក់លើគេវិញ
ok ប៉ុណ្ណឹងស្អាតហើយបន្តមកទៀតយើង reveal logo ដើមរបស់គាត់អញ្ចឹង logo ដើមរបស់គាត់ខ្ញុំទាញ logo ហ្នឹងយកមកដាក់ពីលើ slide នេះមកអូខេខ្ញុំដាក់ animation fade ទៅឲ្យ logo ហ្នឹងអញ្ចឹង fade ហ្នឹងខ្ញុំយកវា after previous មកហើយខ្ញុំថែម delay បន្តិចអូខេនេះថាឲ្យ animation play ចប់មាន delay បន្តិច delay ប្រហែលជានេះ 0.25 វិនាទីចាំវាចេញណា logo ដើមរបស់គាត់មកជាទម្រង់យ៉ាង 3D អញ្ចឹងណាញ៉ឹងវាអូខេ logo ដើមទង្ខិតមកខាងក្រោមបន្តិចអញ្ចឹងយើងកើឡើងលើបន្តិចនេះតាមនេះលទ្ធផលចុងក្រោយយ៉ាងបានប៉ុណ្នេះជួបគ្នានៅវីដេអូក្រោយបាយ